សួស្តីអ្នកទាំងអស់គ្នាវីដេអូមួយនេះខ្ញុំនឹងបង្ហាញពីរបៀបកំណត់កាលបរិច្ឆេទឲ្យមានទម្រង់បែបនេះឬក៏បែបនេះប៉ុន្តែមុននឹងឈានទៅដល់ការកំណត់ខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាស្វែងយល់ពីចំណុចដំបូងសិនអញ្ចឹងចំណុចដំបូងមុននឹងយើងចាប់ផ្ដើមអ្នកទាំងអស់គ្នាត្រូវមើលតារាងមួយនេះជាមុនសិននៅក្នុងការកំណត់កាលបរិច្ឆេទយើងមានអក្សរ3នេះដែលអ្នកទាំងអស់គ្នាគួរស្វែងយល់ជាមុនហើយចាំយើងទៅកំណត់តាមក្រោយមានអក្សរ D តំណាងឲ្យ day M month Y year នៅក្នុង D យើងមាន D1 នឹងស្មើនឹងថ្ងៃទី1ថ្ងៃទីដល់គ្នាថ្ងៃទី1បែបនេះបើយើងដាក់ D2 ថ្ងៃទី1ដែរប៉ុន្តែវាមានលេខ0នៅខាងមុខ01 02 03ចឹងទៅអញ្ចឹង D1 និង D2 គឺខុសគ្នាដល់គ្នាអាចមើលបានខុសគ្នាតែកន្លែងមួយមាន0ខាងមុខទេ D3 ឈ្មោះថ្ងៃប៉ុន្តែកាត់ចេញតែ3តួអក្សរទេដូចអានេះចឹង MON គឺ Monday ប៉ុន្តែ Monday នេះគឺកាត់ចឹងចេញតែ3អក្សរទេចំណែក D4 ឈ្មោះថ្ងៃដែរប៉ុន្តែឈ្មោះពេញគឺចេញ Monday បែបហ្នឹងចំណែក M គាត់ខុសពី D ដែរទាំងអស់គ្នាគ្រាន់តែ M យើងតំណាងឲ្យខែអញ្ចឹង M1 ស្មើនឹងខែ1 M2 ខែ1ដែរប៉ុន្តែមានដាក់0ពីមុខគឺ01 M3 ឈ្មោះខែកាត់ដូចជានេះចឹង March ខែ3យ៉ាងហ្នឹងចេញតែ MAO ទេដល់ពេលយើងដាក់ M4 គឺឈ្មោះខែពេញចំណែក Y យើងមានតែ3ទេមានតែ Y2 Y2 ហ្នឹងតំណាងឲ្យឆ្នាំប៉ុន្តែវាចេញតែចុងកតុយឯងដោយ2025អញ្ចឹងចេញតែលេខ25កតុយទេចំណែកឯ Y3 និង Y4 អាពីរនេះដូចតែគ្នាទេលទ្ធផលចេញមកគឺឆ្នាំពេញបែបនេះគឺ2025ចេញ2025តែម្ដងឥឡូវយើងបកទៅកាន់ការកំណត់របស់យើងវិញអញ្ចឹងបងប្អូនត្រូវធ្វើការ select ជាមុនសិនដោយសារតែការកំណត់ពីរនេះវាមានលក្ខណៈខុសគ្នាអញ្ចឹងខ្ញុំ select តែមកកន្លែងនេះសិនទេបន្ទាប់មកអ្នកនរគ្នាចូលទៅកាន់កន្លែងនេះបងប្អូនកន្លែងមានពាក្យ general ហ្នឹងណាដែលមានឈ្មោះថា number format ចូលកន្លែងហ្នឹងមកហើយយើងចូលទៅកាន់មាត់ number format ហើយចូលទៅកាន់ custom ហើយបងប្អូនអាចមើលកន្លែងនេះ general បងប្អូនលុបពាក្យ general ហ្នឹងចេញមកហើយយើងទាញអានេះមកហើយយើងមើលមកការកំណត់របស់យើងអញ្ចឹងនៅក្នុងការកំណត់របស់យើងនេះគឺខ្ញុំកំណត់ខែមុនប៉ុន្តែខែនេះគឺខែឈ្មោះហ្នឹងគឺជាតែពាក់កណ្ដាលទេព្រោះអី April វាត្រូវមាន L មួយទៀតអញ្ចឹងខែគឺ M នេះគឺមិនបានពេញទេគឺកាត់អញ្ចឹងគឺ M3 ហើយតើមកយើងប្រើសញ្ញាដកនេះមួយដូចសញ្ញាដកហ្នឹងដកកណ្ដាលហ្នឹងប្រើឡើងមួយហើយលេខ1នេះគឺថ្ងៃទីយើងនេះអត់មានលេខ0នៅខាងមុខទេអញ្ចឹង D1 ដកមកឆ្នាំនេះគឺឆ្នាំពេញអញ្ចឹងឆ្នាំពេញអ្នកទាំងអស់គ្នាប្រើ Y3 ក៏បាន Y4 ក៏បានលទ្ធផលគឺតែមួយទេបន្ទាប់មកចុចអូខេមកឥឡូវយើងមកតេស្តកន្លែងនេះយើងបានកំណត់ហើយខែ4ថ្ងៃទី1ឆ្នាំ2025នៅពេលដែលយើងវាយ25បែបនេះក៏វាស្គាល់ដែរនិយាយទៅចាប់ពីឆ្នាំ2000ឡើងអ្នកទាំងអស់គ្នាអាចវាយទៅកតុយទេប៉ុន្តែបើឆ្នាំ1900អញ្ចឹងអ្នកទាំងអស់គ្នាត្រូវវាយពេញចឹងយើង enter មកនេះលទ្ធផលដូចដែលយើងចង់បានហើយឥឡូវយើងចូលទៅកាន់ការកំណត់ទី2វិញម្ដងចូលទៅកន្លែងបណ្ដាលអ្នកគ្នាវិញណាការកំណត់របស់យើងនេះយើងមានឈ្មោះថ្ងៃនៅខាងមុខហើយថ្ងៃយើងពេញទៀតអញ្ចឹងថ្ងៃយើងគឺអក្សរ D ថ្ងៃពេញគឺ D4 កន្លែងសញ្ញាដកហ្នឹងអ្នកនរគ្នាចង់ប្រើសញ្ញាដកក៏បានចង់ប្រើ slash ក៏បានដក clear ក៏បាននិយាយទៅកន្លែងអត់ប្រការនេះហើយថ្ងៃទី29នេះគឺថ្ងៃទី D ដដែលអញ្ចឹងអ្នកនរគ្នាចង់ដាក់ D1 ក៏បាន D2 ក៏បានកន្លែងហ្នឹងដោយសារតែ D1 និង D2 គឺនៅតែថ្ងៃជាលេខទេចូលមកកាន់ទី3ផ្លាស់ទី3គឺឈ្មោះខែគឺខែពេញអញ្ចឹង M4 ហើយចុងកតុយយើងដាក់ Y3 ក៏បាន Y4 ក៏បានដែរឆ្នាំហ្នឹងយើងចុចអូខេមកចំពោះឈ្មោះថ្ងៃអ្នកនរគ្នាមិនបាច់វាយបញ្ចូលទេយើងវាយតែថ្ងៃទីខែនិងឆ្នាំមកបានហើយខែ4 29 2025ដោយសារតែយើងបានកំណត់ជាមួយនឹងឈ្មោះថ្ងៃរួចហើយអញ្ចឹងវានឹងចាប់អូតូវាស្គាល់គ្នាអូតូហ្មងចឹងអ្នកនរគ្នាមិនខាត់បាយថ្ងៃទីបញ្ចូលទេណាអរគុណ